គាត់ចាំមិនទៅដល់នេះនោះគាត់ចាំដល់ទីនេះគ្រូដើរទៅគាត់ដើរវាដើររួមស្រែហ្នឹងមកគាត់ដើរវាស្រែវាស្រូវនេះបងប្អូននេះតកតនឹងការបាញ់ថ្នាំកម្ចាត់ស្មៅទៅលើពពុះស្រូវរំដួលបងប្អូនរំដួលគឺជាប្រភេទពូជស្រូវប្របីនេះហើយជាស្រូវដែរតាំងពីថាពីកថ្លៃអញ្ចឹងណាបងប្អូនហើយក៏អូបបងប្អូនពេលដែលយើងព្រុសមួយស្រូវរំដួលយើងដើរមកស្រែគឺក៏អូបតែម្ដងពីធ្វើការកម្ចាត់ស្មៅព្រោះស្មៅវាជាកត្តាចង្រៃដែលមកខ្លាញ់ទៅលើដំណាំស្រូវជាបណ្ដាប្រតិកម្មអញ្ចឹងបើកាលណាយើងអត់បាញ់ទេស្មៅពេលដែលយើងដាក់ជីទៅស្មៅវាមានកម្លាំងខ្លាំងទៀតអញ្ចឹងវាធ្វើឲ្យស្រូវរបស់យើងណាវាចាញ់ស្មៅទៅណាបងប្អូនល្អស្មៅស្រីរំដួលល្អមែនតើបងប្អូនដាក់ស្មៅដៃគ្នាទាំងដងពេលដែលយើងបាញ់ថ្នាំស្មៅបាន3ថ្ងៃយើងចាប់ផ្ដើមដាក់ជីចូលបងប្អូនយើងដាក់ជីចូលទៅវាធ្វើឲ្យស្រូវរបស់យើងហ្នឹងគឺមានសន្ទុះខ្លាំងនៃការលូតលាស់ណាបើយើងអត់ដាក់បើយើងអត់បាញ់ថ្នាំស្មៅទេយើងដាក់ជីទៅស្មៅវាដដើមអស់អញ្ចឹងពេលក្រោយពីយើងបាញ់ហើយយើងដាក់ជីចូលស្រូវរបស់យើងគឺមានកម្លាំងខ្លាំងស្ទុះលឿនដោយសារវាអត់មានកត្តាជ្រៀតជ្រែកទេបងប្អូន